Bà sửa đấy bằng ôn ở kia trong ngàyนี้ខ្ញុំមានមេរៀនមួយបង្ហាញបងប្អូនបាទតាក់ទងទៅនឹង softphone គឺការតម្លើង iTunes setup ហើយនឹង iTunes បាទតែយើងតម្លើងរបៀបណាអញ្ចឹងដំបូងបើសិនមកបងប្អូនអត់មានកម្មវិធីនឹងទេយើងអាច download តាមអ៊ីនធឺណិតបាទអញ្ចឹងទីមួយយើងបើកទៅលើកម្មវិធីមួយមកបាទ Firefox អីចឹងទៅបាទអញ្ចឹងកន្លែងនេះនេះបងប្អូនវាយ www.google.com បាទបន្តមកទៀតគឺយើងអាចវាយចង់ download កម្មវិធី iTunes យើងវាយ iTunes បាទ iTunes setup អីចឹងទៅបាទនេះ iTunes setup តមកយើងចុច enter បាទជឿនេះអញ្ចឹងនៅក្នុងនេះយើងអាចរើសបាន iTunes download iTunes setup ចុច ee អញ្ចឹងសួរថា iTunes បាទនេះ iTunes setup 64 bit បាទអញ្ចឹងបងប្អូនចង់វាយ iTunes setup 64 bit បាទឬក៏32 bit អញ្ចឹងចំណុចនេះបើសិនបើយើងចង់បាន32 bit យើងអាចដាក់បាទបន្ថែមទៅ32 bit បាទបើសិនបើ Windows របស់បងប្អូនប្រព័ន្ធបត់បាត់ការវាsystem 32 bit យើងយកហ្នឹងមកបាទ operating system របស់វាបាទយើងយក iTunes setup 32 bit តោះមកយើងចុច search បាទសិនបើមិនចេញឲ្យទេយើងយកតែប៉ុណ្ណេះមកវាមានឲ្យយើងស្រាប់ហើយនេះអញ្ចឹងនៅចំណុចនេះវាមាន64 bit បាទមាន64 bit ហើយនឹង32 bit អញ្ចឹងខ្ញុំចុចនៅនេះយក32 bit បាទនៅចំណុចនេះបាទបន្តមកយើងរងចាំបន្តិចបាទនេះចេញមកឲ្យយើងហើយបងប្អូនមើលបាទនៅចំណុចនេះនេះ title របស់គេ iTunes 32 bit អញ្ចឹង 105.65 MB អញ្ចឹងបងប្អូនមើលតើចំណុចណាយើងអាច download បានបាទអាចទាញមើលអញ្ចឹងទៅបាទនេះ www.apple.com iTunes download បាទ download now នេះ106 MB អញ្ចឹងបងប្អូនចុចយកពាក្យថា save file បាទនៅចំណុចនេះអញ្ចឹងនៅពេលដែលយើងចុច save file មកបាទនេះ load មកហើយបាទនេះកំពុងតែដំណើរការ iTunes របស់យើងបាទនេះមួយបាទអញ្ចឹងនៅពេលដែលដំណើរការចប់យើងអាចយកកម្មវិធីនេះទៅដំឡើងបានហើយបាទអញ្ចឹងមួយទៀតខ្ញុំបង្រៀនបងប្អូនបង្ហាញបងប្អូនពីរបៀបបាទ download iTunes ម្ដងអញ្ចឹងវាមិនខុសគ្នាទេបាទយើងចំណុចនេះយើងអាចដាក់ថយក្រោយក៏បានឬយើងវាយ google.com អញ្ចឹងក៏បានដែរបាទហើយនៅចំណុចកន្លែង Google Search នេះបងប្អូនអាចវាយមក iTunes អីចឹងទៅបាទ iTunes ចឹង enter មួយមកបាទនេះ iTunes for Windows ចឹងយើងអាចទាញមើលតើយើងយក iTunes មួយណាដែលយើងគិតថាអាចតម្លើងលើម៉ាស៊ីនយើងបានបាទដូចខ្ញុំអញ្ចឹងខ្ញុំ iTunes free download 2015 ឧទាហរណ៍ចំណុចនេះមួយតើខ្ញុំអាច download បានទេបាទយើងអាចរើសមើលសាកល្បងបាទរងចាំបន្តិចនេះបាទនេះអញ្ចឹង iTunes របស់យើងបានមកហើយយើងអាចចុចបាទនេះចំណុច download នេះបាទកំពុងដំណើរការបាទមកតមកទៀតនេះបងប្អូនទាញចុះក្រោមមកចឹងនេះយើងនៅចំណុចនេះយើងមិនយកកន្លែង free download ទេយើងមិនអាច download បានទេនេះយើងយកពាក្យថា alternative
iTool for Windows download បាទនេះត្រូវយកចំណុចនេះបាទចុចនៅនឹងមកបាទនេះអញ្ចឹងណាអញ្ចឹងនេះយើងចុចលើ Save File បាទចុច OK អញ្ចឹងយើងនឹងបានកម្មវិធី iTool មួយទៀតហើយបាទពេលដែលយើងចុច OK ទៅលោតមកបាទអញ្ចឹងនេះបាន iTool មួយ iTool មួយអញ្ចឹងមានន័យថាកម្មវិធីហ្នឹងគឺយើងបាន download មកទាំងពីរហើយយើងរងចាំបន្តិចបាទអញ្ចឹងបន្ទាប់ពីយើង download ចប់យើងខ្វែងបាទឲ្យចប់សិននៅចំណុចនេះខ្ញុំអាចចុចលេខដកប៉ុនរួមសិនបាទអញ្ចឹងនៅពេលដែលយើង download កម្មវិធីទាំងនឹងចប់ហើយបាទយើងចូលទៅបើកឧទាហរណ៍មកខ្ញុំប្រាប់បងប្អូនពីរបៀបបាទចូលទៅនេះដូចកម្មវិធីនេះអញ្ចឹង iTool នេះខ្ញុំចុចកន្លែង Open បាទនេះពេលយើង download បានសម្រាប់ហើយចេញចំណុចនេះមកបាទនេះយើងចុចទៅលើ Open នេះ Open Continue Folder នេះបាទនេះអញ្ចឹងនេះ load ឲ្យយើងមកហើយបាទមាន iTool 64 bit ហើយមួយទៀតគឺ iTunes Setup 32 bit នេះអញ្ចឹងវាដាក់32គឺ32នេះវាដាក់64អញ្ចឹងដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងអាស្រ័យលើម៉ាស៊ីនបងប្អូនបើសិនបើយើងទៅឡើង Windows 7 32ឬក៏ Edge 32យើងយក iTunes 32 bit បាទបើ Windows របស់យើង64គឺយើងយក iTunes 64ដែរដើម្បីឲ្យវាត្រូវនឹងម៉ាស៊ីនរបស់យើងមានថាវា support គ្នាបានអញ្ចឹងខ្ញុំអាច copy បាទពីក្នុងហ្នឹងយកទៅទុកនៅក្នុង drive របស់យើងមួយក្នុង drive D អញ្ចឹងទៅបាទហើយខ្ញុំដាក់ឈ្មោះមួយកុំឲ្យច្រឡំនឹង program របស់គេបាទដាក់ថា iTunes នេះអញ្ចឹងទៅតើមកខ្ញុំផាសបញ្ចូលក្នុងហ្នឹងបាទធំដែរ252មេបាទគ្រាន់តែ iTunes 64 bit មួយ iTunes 32 bit មួយហើយនិង iTool បាទអញ្ចឹងបន្តមកទៀតខ្ញុំនឹងប្រាប់បងប្អូនពីរបៀប set up បាទតើយើង set up យ៉ាងម៉េចអញ្ចឹងយើងគ្រាន់តែចុច double click 2 ដងលើ iTunes set up នេះមកបាទនេះអញ្ចឹងដំណើរការទៅហើយរងចាំបន្តិចបាទបាទបន្ទាប់មកនេះចេញផ្ទាំងនេះមកបងប្អូនចុច next បាទចុចយកពាក្យថា install បាទនៅចំណុចនេះបាទអញ្ចឹង iTunes របស់យើងកំពុងតែដំណើរការបាទបន្ទាប់មកបងប្អូនចុច yes បាទកំពុងតែដំណើរការទៅមុខហើយរងចាំបន្តិចបាទតោះមកបងប្អូនចុច yes នៅចំណុចនេះបាទនេះអញ្ចឹងកម្មវិធី iTunes របស់យើងបាន load មកលើ desktop ហើយបាទលើចាក់អេក្រង់របស់យើងហើយអញ្ចឹងជិតបានសម្រេចហើយបាទកម្មវិធីហ្នឹងស៊ីធំដែរអញ្ចឹងយើងនេះបានសម្រេចហើយបាទនេះ successfully ចុច finish បាទបន្ទាប់ពីយើងដំឡើង iTunes បានហើយបាទនេះបន្ទាប់មកយើងចុច successfully មកយើងចុច I agree បាទ load ផ្ទាំងហ្នឹងមកយើងចុច I agree មួយបាទនេះកន្លែងនេះបងប្អូនអាចចុចកន្លែង do not show បាទមិនបាច់បង្ហាញផ្ទាំងនេះមកទៀតក៏បានដែរយក no មកបាទអញ្ចឹងកន្លែងនេះយើងចុច no sync បាទកន្លែងនេះ download អញ្ចឹងយើងមិនបាច់ទេបាទថ្មីហើយ download អញ្ចឹងបន្ទាប់មកបងប្អូនចុច no sync បាទអញ្ចឹងយើងបានកម្មវិធី iTunes មួយហើយបាទនេះអញ្ចឹងបន្ទាប់ពីបងប្អូនបានកម្មវិធី iTunes ហ្នឹងគឺមិនទាន់គ្រប់គ្រាន់ទេបើសិនបើបងប្អូនចង់ឲ្យ connect ទូរស័ព្ទយើងអាចបញ្ចូលចម្រៀងឬរូបភាពឬក៏បញ្ចូលនៅ karaoke MP3 ផ្សេងៗនៅក្នុងទូរស័ព្ទ iPhone របស់យើងបានបងប្អូនត្រូវមានកម្មវិធីវិទ្យាដែលខ្ញុំបានឲ្យបង្ហាញបងប្អូនពីរបៀប download វិញអញ្ចឹងបាទគឺកម្មវិធី iTool អ
trong vòng ôn chích mouse đám và dùng vô biệt tha extract iTool này nơi trong này bà này tập máu dùng bà này hay dùng chích pi đòn máu lưu folder nắng để hay vòng ôn chích mouse đám và dùng biệt copy và mình tập máu vòng ôn chích mouse đám lưu desktop tầm đó dùng biệt tháp phá nè mà ở trong bạch tầm làng thế vì dùng phá mà dùng một pra tầm đó và hay là vòng ôn bạc máu nè và trongចំណុចនេះយើងបើយើងត្រូវតែអាប់ដេតបើសិនបើយើងអាប់ដេតទេមានតែជួនកាលទូរស័ព្ទរបស់យើងស៊េរីខ្ពស់បាទ iPhone ស៊េរីខ្ពស់អញ្ចឹងគឺយើងដោតអត់ស្គាល់ទេបាទអញ្ចឹងយើងចុចយកអាប់ដេត now បាទនេះអញ្ចឹងរងចាំបន្តិចមានន័យថាកំពុងតែអាប់ដេត program iTool របស់យើងហើយសិនបើបងប្អូនអាប់ដេតបាទ version ថ្មីអញ្ចឹងពេលយើងដោតទូរស័ព្ទយើងស៊េរីខ្ពស់មិនក៏ដាក់ទៅគឺដឹងថាបាទគឺស្គាល់តែម្ដងនេះតបបងប្អូនចុចលើ yes បាទនេះ iTool online update យើងកំពុងតែ update ហើយបាទនេះអញ្ចឹងកន្លែងនេះ downloading update page មានថាកំពុងតែ download បាទកម្មវិធី iTool ហ្នឹងបាទឥឡូវដល់ចប់សពគ្រប់ហើយ complete ហើយបាទចំណុចនេះអញ្ចឹងបងប្អូននេះអញ្ចឹងពេលដែលយើងបាទ update ចប់គឺ iTool របស់យើងបាទពេលដែលបងប្អូនដោតទូរស័ព្ទ iPhone មកឬក៏ iPad iPod iPhone នេះហ្នឹងឯងបាទទាំងអស់គឺយើងនឹងអាច copy ចម្រៀងឬ connect គ្នាបានហើយបាទនេះ application នេះ no device នេះបងប្អូនអត់មានទូរស័ព្ទដោតសិនយើងដោតទៅកន្លែងនេះវានឹងចេញម៉ាកទូរស័ព្ទរបស់យើងបាទយើងអាច import export ចម្រៀងចេញចូលបានហើយបាទចាបាទអញ្ចឹងកម្មវិធីនេះសូមអរគុណដែលបានតាមដានវីដេអូរបស់ខ្ញុំបាទចប់តែប៉ុណ្ណេះសូមអរគុណ